សួស្តីអ្នកទាំងអស់គ្នានេះគឺជាសកម្មភាពដែលពួកខ្ញុំបានដើរដាក់អង្គប់ពេលក្បាលល្ងាចហើយពេលយប់យើងក៏បានដើរមើលអង្គប់ម្ដងទៀតហើយក៏បានជាប់នៅកណ្ដោឆ្លុះប៉ុនកោះជើងមួយដែរនឹងធំដែរហ្នឹងហើយបន្ទាប់ពីហ្នឹងយើងក៏បានដើរទៅមួយកន្លែងទៀតហើយនេះសកម្មភាពដែលពួកខ្ញុំដើរទៅរកកន្លែងដាក់អង្គប់ពេលក្បាលល្ងាចហើយទៅដល់ក៏យើងបានឃើញជាប់កណ្ដោមួយប៉ុនកដៃដែរណាបើយើងមើលតាមកាមេរ៉ាយើងមើលទូចតែបើយើងមើលជាក់ស្ដែងគឺធំប៉ុនកដៃដែរណាអញ្ចឹងពេលដែលចប់ហើយយើងក៏ដើរមើលអង្គប់ដែលយើងដាក់តាមទីតាំងពីក្បាលល្ងាចហើយទៅដល់មួយកន្លែងទៀតក៏ឃើញជាប់មួយទៀតដែរដោយសារយើងដាក់តាមគុំជែកហើយនុយរបស់យើងគឺដាក់ផ្លែដំឡូងអញ្ចឹងសត្វកណ្ដោវាចូលចិត្តនេះទៅពេលមកដល់យើងក៏ឃើញជាប់មួយដែរគឺជាប់អាឈ្មោលមេបាវាធំអញ្ចឹងណាហើយបន្ទាប់ពីយើងដោះហើយយើងក៏ដាក់វិញធម្មតាដោយសារយើងមួយយប់យើងមើលម្ដងហើយពេលព្រឹកយើងមកមើលម្ដងទៀតអញ្ចឹងពេលដែលយើងដោះវាហើយខ្ញុំក៏បានកាត់កណ្ដុងដាក់កណ្ដោហ្នឹងហើយបន្តទៀតបង្គោលគាត់រៀបចំដាក់អង្គប់ម្ដងទៀតដើម្បីពេលព្រឹកយើងមកឆែកមើលម្ដងទៀតថាវាស៊ីអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងដាក់រៀបចំមកហើយយើងក៏ដើររកទៅកន្លែងអង្គប់មួយទៀតហើយនេះសកម្មភាពដែលយើងរៀបចំដាក់អង្គប់ដោយសារវាស៊ីដែរតែវាស៊ីអត់ជាប់អញ្ចឹងណាវាថ្លោះបានន័យថាកដោហ្នឹងវាស៊ីនៅពេលđấyវាកេបហ្នឹងវាថ្លោះអត់ជាប់អញ្ចឹងយើងមកឆែកមើលហើយយើងរៀបចំដាក់ឡើងវិញដើម្បីពេលព្រឹកយើងមកឆែកមើលម្ដងទៀតវាអាចនឹងជាប់អញ្ចឹងណាហើយពេលដែលយើងដាក់អញ្ចឹងហើយយើងក៏មើលកន្លែងមួយទៀតហើយកន្លែងនេះក៏វាថ្លោះដែរគាត់ថាវាថ្លោះវាអត់ជាប់លក្ខណៈវាស៊ីហើយវាអត់ជាប់ទៅវិញអញ្ចឹងស្ដាយដែរបើសិនជាជាប់អាច 4-5 កដោដែរតែសរុបទៅគឺយើងដាក់កេប20កេបដែរតែបាន10កដោដែរសរុបទៅដោយសារជាមួយខ្ញុំកាត់វីដេអូខ្លីៗហើយណាមួយយើងថតអត់តន់ដោយសារយើងពិបាកនឹងកន្លែងថតវាពិបាកដែរអញ្ចឹងនៅពេលដែលយើងដាក់ហើយយើងកំពុងតែរៀបចំផ្លែត្រឡោផ្លែអីឡើងវិញដែរហើយបន្ទាប់ពីបងគាត់ដាក់ហើយយើងក៏មើលកន្លែងមួយទៀតគឺចប់អានេះវាចប់តាំងពីក្បាលល្ងាចរហូតដល់សម្រាប់រោមនឹងជុកដែរចប់ពីក្បាលល្ងាចអញ្ចឹងបើយើងមិនមើលពីយប់ទេកដោហ្នឹងតម្រាំដល់ពេលភ្លឺពេលព្រឹកវាអាចនឹងស្អុយរលួយហើមពោះអញ្ចឹងណាដោយសារយើងត្រូវមកមើលពេលយប់ម្ដងទៀតមើលហើយយើងក៏រៀបចំតឡើងអង្គប់ឡើងវិញដើម្បីពេលព្រឹកយើងមកឆែកមើលម្ដងទៀតចប់តាពីក្បាលងាកនោះមើលទៅអញ្ចឹងខ្ញុំក៏រៀបចំគោះសម្រោចឲ្យវាចេញហើយយកកដោដាក់ក្នុងកណ្ដុងហ្នឹងហើយកដោហ្នឹងយើងមើលអញ្ចឹងគឺតូចតែបើមើលជាក់ស្ដែងគឺធំហើយម្ដងនេះគឺចប់មួយទៀតអានេះគេហៅថាកដោដូងអាដូងកដោធំធំណាឡើងដូចជាកដោប្រែងតែកដោដូងហើយចប់មួយទៀតហើយខ្ញុំក៏បានដាក់ក្នុងកណ្ដុងដែរគឺយើងមើលពីយប់អញ្ចឹងដើម្បីពេលព្រឹកយើងមកមើលម្ដងទៀតវាអាចនឹងជាប់ទៀតអញ្ចឹងណាតែយើងមើលពីយប់អញ្ចឹងវាបានច្រើនអញ្ចឹងយើងអាចពេលព្រឹកមើលទៀតវាអាចនឹងជាប់ទៀតហើយដល់ពេលយើងដើរមកទៀតឃើញជាប់ថ្មីនេះជាប់ថ្មីមែនតើដោយសារវាផ្អើលឬសំឡេងយើងដើរហ្នឹងវាអាចស៊ីទៅវាជាប់ថ្លោះគឺជាប់កដោធំអាឈ្មោលហ្នឹងហើយបន្ទាប់ពីយើងដាក់ហើយដោះកដោចេញហើយយើងដាក់អង្គប់ឡើងវិញដើម្បីពេលព្រឹកយើងមើលម្ដងទៀតអញ្ចឹងដោយសារកដោតាមចកាតាមដើមចេកវាសម្បូរធំហើយបើតាមស្រែវាពាក្យច្រើនកូនកដោឆ្លុះទុយប៉ុន្មានជើងតែបើយើងដាក់តាមចកាវាមានកដោដូងកដោប្រែងកដោឆ្លុះធំប្រភេទបាវាដែរណាអញ្ចឹងតើពីហ្នឹងហើយគាត់បង្គោលគាត់រៀបចំតម្លើងកេបឡើងវិញពេលតម្លើងកេបថ្លោះអានេះមួយទៀតគឺចប់មួយទៀតក៏ដែរចប់ភាសាយើងដាក់ពីងាយអញ្ចឹងវាអាចចប់ច្រើនអញ្ចឹងសរុបទៅក៏ដល់យប់មិញបានច្រើនដែរអញ្ចឹងក៏ដោះហើយយើងរៀបចំតម្លើងគប់ឡើងវិញបើសិនជាយើងអត់មកមើលពេលយប់ទេវាអាច
ពេលព្រឹកក៏ពេលព្រលឹមឡើងវាអាចនឹងស្អុយក៏ដល់ឬក៏មានសម្រោចខាំអាលេះអាលួយអញ្ចឹងណាអញ្ចឹងយើងមកមើលពេលយប់ម្ដងហើយដាក់អង្គប់ឡើងវិញព្រឹកឡើងយើងមកមើលម្ដងទៀតអញ្ចឹងវាធ្វើឲ្យអង្គប់យើងវាបានសត្វកណ្ដោច្រើនអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងដោះកណ្ដោអញ្ចឹងហើយយើងទៅឡើងអង្គប់ឡើងវិញហើយដាក់តាមគុំចេកដាក់តាមដើមថ្នោតដាក់តាមព្រំចកាគេហ្នឹងហើយនេះបងគាត់បាញ់ឡោកបានមួយទៀតនេះបានទាំងឡោកបានទាំងកណ្ដោកែបក៏បានដែរតែខ្ញុំមកថតដោយសារយើង focus ទៅលើដាក់អង្គប់ទៅលើសត្វកណ្ដោហើយនេះដាក់បានមួយទៀតតែខ្ញុំមិនបានថតវីដេអូដែរយើងថតចោះអញ្ចឹងណាហើយនេះសកម្មភាពដែលយើងមកពេលដែលយើងរកពីកណ្ដោហើយយើងមករត់ត្រីហើយគាត់កាប់ទៅឆ្លុយយើងគាត់ឲ្យមើលកាប់ពឹបនៅក៏ដែរចាំមើលត្រីឆ្លុយប៉ិនមេដៃចាំមើលមង្គោគាត់លើកមកបង្ហាញខ្ញុំក៏ចាប់តែឆ្លុយហើយប៊ីសរួចទៀតដោយសារវាល្អិលដោយសារត្រីនឹងអត់មានសកាអញ្ចឹងវាអាចនឹងកម្រាស់ល្អិលយើងដែរអញ្ចឹងបានទាំងត្រីបានទាំងកែបទាំងខ្យងទាំងក្តាមទាំងកណ្ដោចាំមើលខ្ញុំដាក់ thumbnail ទៅលើទៅឆែកមើលតាមនឹងឃើញដោយសារយើងថតវីដេអូកាត់ខ្លីៗអញ្ចឹងណាហើយក៏យើងក៏បានជិះលម្អដាក់កេបអញ្ចឹងណាលម្អហ្នឹងយើងជិះបាន 4-5 នាក់គាត់ថាយើងជិះមកដាក់សម្រាប់ដាក់ទឹកហូបឬដាក់កាបូបដាក់ស្ពាមដាក់អីចឹងដែរអញ្ចឹងក៏រៀបចំចេញទៅវិញដែរដោយសារយប់ម៉ោង 9 ហើយនេះសកម្មភាពដើរចាប់ក្តាមចាប់ខ្យងដោយសារខ្យងស្រែធម្មជាតិហើយខ្ញុំក៏បានដាក់កតាបតាមខ្លួនដែរដើម្បីយើងដាក់ខ្យងដាក់ក្តាមដាក់ត្រីចឹងណាត្រីយើងក៏បានដែរគ្រាន់ថាយើងដាក់លេខគ្នាទៅវានឹងក្តាមវាអាចស៊ីត្រីអញ្ចឹងមានវីដេអូមានតែប៉ុណ្្នឹងសូមអរគុណ